អេពីសូត 7 ពេលជំនឿចុកខ្សោយខ្ញុំធ្លាប់គិតថាព្រះពរច្រើនគឺជាសញ្ញានៃជោគជ័យប៉ុន្តែការភ្លេចព្រះអង្គបាននាំខ្ញុំត្រឡប់ទៅបំណុលវិញសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំចង់ចែករំលែកបទពិសោធន៍ជីវិតមួយដែលជាការព្រមានដ៏សំខាន់សម្រាប់បងប្អូនរួមជំនឿទាំងអស់កុំឲ្យភ្លេចព្រះអង្គនៅពេលជីវិតហាក់ដូចជាមិនមានបញ្ហាទៀតបន្ទាប់ពីខ្ញុំទទួលបានព្រះពរជាបន្តបន្ទាប់ខ្ញុំគិតថាជីវិតនឹងសុខសាន្តរហូតទៅគិតថាព្រះអង្គបានដោះបញ្ហាទាំងអស់ឲ្យខ្ញុំហើយប៉ុន្តែការពិតវិញចុងក្រោយខ្ញុំក៏នៅតែជួបបញ្ហាធ្ងន់ធ្ងរម្ដងទៀតបន្ទាប់ពីមានគ្រួសារទី2បានរយៈពេលប្រហែលខែខ្ញុំក៏មានផ្ទៃពោះនៅពេលនោះខ្ញុំមិនបានទៅថ្វាយបង្គំព្រះអង្គទៀតទេការអធិដ្ឋានក៏ចាប់ផ្ដើមតិចទៅការពឹងពាក់លើព្រះអង្គក៏មិនដូចមុនជាមួយគ្នានោះផងដែរជំងឺ COVID-19 មិនទាន់បញ្ចប់ប្រទេសនៅមានការហាមឃាត់ការជួបជុំហើយស្វាមីរបស់ខ្ញុំក៏មិនទាន់ទទួលជឿព្រះអង្គនៅឡើយនោះជាពេលវេលាដែលសេចក្តីជំនឿរបស់ខ្ញុំចុះខ្សោយហើយវាក៏คล้ายជាឱកាសរបស់អរិយសាតាំងដែលព្រះគម្ពីរប្រាប់ថាវាជាចៅចាំតែលួចសម្លាប់និងបំផ្លាញបងប្អូនអើយការភ្លេចអធិដ្ឋានមួយថ្ងៃมันមានបញ្ហាធំភ្លាមទេប៉ុន្តែវានាំឲ្យចិត្តយើងឆ្ងាយពីព្រះអង្គម្ដងបន្តិចរហូតដល់ការសម្រេចចិត្តរបស់យើងមិនបានសួរព្រះអង្គទៀតឡើយព្រះបន្ទូលបានរំលឹកយើងថាចូលទុកចិត្តលើព្រះយេហូវ៉ាដោយអស់ពីចិត្តអ្នកកុំឲ្យពឹងផ្អែកលើបញ្ញារបស់ខ្លួនឡើយសុភាសិតចំពុក 3 ខ 5 ប៉ុន្តែពេលនោះខ្ញុំវិញបានធ្វើផ្ទុយពីព្រះបន្ទូលនេះខ្ញុំចាប់ផ្ដើមគិតដោយខ្លួនឯងពឹងលើអ្វីដែលភ្នែកមើលឃើញពឹងលើអ្វីដែលមនុស្សជុំវិញនិយាយជំនួសឲ្យការពឹងលើព្រះអង្គអរិយសាតាំងមិនបានបង្ខំឲ្យខ្ញុំធ្វើអ្វីអាក្រក់ទេប៉ុន្តែវាបញ្ចុះបញ្ចូលយ៉ាងទន់ភ្លន់ឲ្យខ្ញុំគិតថាមិនអីទេធ្វើទៅម្ដងនេះប៉ុណ្ណោះពេលនេះសមហើយអ្នកដតីក៏គេធ្វើដូចគ្នាដែរហើយបន្តិចម្ដងខ្ញុំក៏ដើរចេញពីផ្លូវដែលព្រះអង្គបានដាក់ឲ្យដោយមិនដឹងខ្លួនវាបានបោកបញ្ឆោតឲ្យខ្ញុំពេញដោយសេចក្តីលោភលន់ធ្វើឲ្យខ្ញុំចំណាយលុយជាច្រើនទៅទិញបំណុលដូចជាផ្ទះខុនដូនិងដីនៅក្នុងពេលវេលាដែលមិនទាន់ស័ក្តិសមសម្រាប់ខ្ញុំឡើយពេលនោះខ្ញុំមានកូនស្រីមួយហើយខ្ញុំនៅផ្ទះមើលថែកូនមានពេលទំនេរច្រើនហើយពេលវេលាទំនេរនោះបានคล้ายជាចំណុចខ្សោយដែលនាំឲ្យខ្ញុំធ្លាក់ទៅក្នុងបំណុលសារជាថ្មីបំណុលលើកនេះធ្ងន់ជាងមុន10 ដងបងប្អូនអើយខ្ញុំមិនត្រឹមតែបាត់បង់លុយទេតែបាត់បង់សេចក្តីសុខក្នុងចិត្តបាត់បង់សេចក្តីស្ងប់និងពេលខ្លះបាត់បង់សេចក្តីសង្ឃឹមផងដែរវេលាដែលលំបាកបំផុតសម្រាប់ខ្ញុំគឺនៅខែមីនាឆ្នាំ 2023 ប៉ុន្តែទោះជាយ៉ាងណាព្រះអង្គមិនដែលបោះបង់ខ្ញុំឡើយទោះបីខ្ញុំជាអ្នកភ្លេចព្រះអង្គក៏ដោយព្រះអង្គនៅតែរង់ចាំឲ្យខ្ញុំត្រឡប់មកវិញដោយចិត្តទន់ទាបនិងការសារភាពពិតប្រាកដអេពីសូត 7 នេះខ្ញុំមិនចែករំលែកដើម្បីឲ្យបងប្អូនភ័យខ្លាចបំណុលឬភ័យខ្លាចក្នុងការសម្រេចចិត្តទេប៉ុន្តែចង់រំលឹកបងប្អូនទាំងអស់គ្នាថាសូមនឹកចាំដល់ព្រះអង្គមុនគេមុននឹងចាប់ផ្ដើមអ្វីមួយមុននឹងសម្រេចចិត្តអ្វីមួយសូមអធិដ្ឋានសួរព្រះអង្គជាមុនសិននៅក្នុងអេពីសូត 8 ខ្ញុំនឹងចែករំលែកជាមួយបងប្អូនអំពីរបៀបដែលខ្ញុំបានប្រឈមមុខនឹងដោះស្រាយបំណុលលើកទី2នេះដោយមានព្រះអង្គជាគន្លឹះសំខាន់ជាងគេសូមអ្នកដែលបានស្ដាប់ទាំងអស់ទទួលព្រះពរពីព្រះជាម្ចាស់អ្នកដែលមិនទាន់ទទួលដំណោះស្រាយនៅឡើយសូមទទួលបានប្រាជ្ញាពីព្រះអង្គសូមបងប្អូនបន្តអធិដ្ឋានឥតឈប់ឈរសូម Subscribe ដើម្បីលើកទឹកចិត្តខ្ញុំក្នុងការចែករំលែកបទពិសោធន៍ពិតៗសូមអរគុណពីបេះដូង